តបបងប្អូនដល់រដូវកាលនៃការដើរលេងចំការសៅម៉ៅនៅក្នុងភូមិរមូលឃុំលាអាងទៀតហើយបាទនេះគឺឆ្នាំទី3ហើយដែលអេមីនពេកវងចាំចិត្តបានមកលេងជាមួយនឹងចំការសៅម៉ៅរបស់គាត់ហើយឥឡូវនេះគឺគាត់បានប្រាប់អេមីនថាគាត់នឹងបើកដំណើរការឲ្យបងប្អូនបានចូលមកលេងហើយតាក់ទងមួយតម្លៃថ្លៃថ្នូរអីផ្សេងនៃការចូលមកលេងនេះគឺដូចឆ្នាំមុនអញ្ចឹងហើយខ្ញុំតិចទៀតខ្ញុំនឹងបញ្ជាក់តម្លៃជាមួយគាត់ថាតើនៅក្នុងឆ្នាំនេះតើតម្លៃរបស់គាត់ដាក់នៅក្នុងការចូលលេងនឹងមិនដែរអញ្ចឹងតោះយើងទៅសភាមួយទាំងអស់គ្នាហើយតាក់ទងជាមួយនឹងតម្លៃនៃការចូលលេងនៅទីនេះអញ្ចឹងយើងសូមបញ្ជាក់ជាមួយនឹងម្ចាស់គាត់បន្តិចកុំឲ្យបងប្អូនមានការយល់ច្រឡំដូចឆ្នាំទៅទៀតអញ្ចឹងសម្រាប់ការចូលទស្សនានិងការចូលលេងចំពោះការសាមើអ៊ីតើអ៊ីគិតមិនដែរការចូលលេងហូបមកសេរីដូចឆ្នាំមុនដែរតែចូលលេងហ្នឹងតម្លៃម្នាក់ 5000 ហូបបានតាមចិត្តស្មានណាទៅវិញទៅបាទចាសម្រាប់អ្នកទិញយកទៅផ្ទះយើងគិត1គីឡូ 7000ហើយសម្រាប់ឆ្នាំនេះគឺថ្លៃជាងឆ្នាំមុនដោយសារតែគាត់បានបន្ថែមជាមួយនឹងកន្ទេសម្រាប់បងប្អូនទៅលេងកន្លែងគាត់ហ្នឹងគឺអាចអង្គុយលេងញ៉ាំផ្លែសាវម៉ៅនៅក្រោមដើមសាវម៉ៅបានហើយក៏ដូចជាមានបន្ថែមជាមួយនឹងការលក់ភេសជ្ជៈបាទហើយនឹងមានបន្ថែមជាមួយនឹងមុខម្ហូបផងដែរហើយពេលដែលខ្ញុំទៅថតវីដេអូនេះគឺនៅដើមរដូវកាលតែម្ដងឃើញថាផ្លែច្រើនមែនទែនផ្លែឡើងក្តាំងឡើងចង់បាក់មែកណាឡើងទៀបចង់ដោះដីហើយសម្រាប់បងប្អូនដែលបានទស្សនាវីដេអូនេះហើយបងប្អូនមិនបាច់ព្រួយបារម្ភទេបងប្អូនអាចទៅលេងតាមពេលដែលបងប្អូនទៅនេះទៅគឺរយៈពេលនៃការប្រមូលផលរបស់គាត់នេះគាត់បានប្រាប់ខ្ញុំថាខ្ទង់ប្រហែលជាចាប់ពីខែនេះរហូតដល់ខែ7អីបានអស់អូអែមណាស់បងប្អូនអើយណាសាច់ខ្ញុំពេលខ្លះទៅខ្ញុំចូលចិត្តអារបៀបចឹងជាងបងប្អូនណែបកមានជាប់ទេណាអែមណាសៅម៉ៅយើងណែបងបងមួយchút mà con được nhiều món à mướn á là bộ ban được nhiều này chơi tới bông ôn mình khô ông non tê là ông ôm tu sàn đi đây nhanh ហើយខ្ញុំពិតជាសូមសរសើរទៅដល់បងប្អូនអ្នកនៅក្នុងខេត្តកំពង់ចាមរបស់យើងគឺគាត់មានទឹកចិត្តក្នុងការជួយគ្រប់គ្រងជាមួយនឹងផលិតផលកសិផលក្នុងស្រុកខ្លាំងមែនទែនដោយការពីឆ្នាំទៅមួយឃើញថាឲ្យតែបានខ្ញុំផ្សព្វផ្សាយទៅតាក់ទងមួយចំការគាត់នេះគឺមានបងប្អូនយើងជាច្រើនបានទៅគ្រប់គ្រងនិងទៅលេងកំសាន្តកន្លែងគាត់ណាហើយខ្ញុំសូមលើកទឹកចិត្តដល់បងប្អូនទាំងអស់គ្នាបាទជួយបន្តគ្រប់គ្រងចំពោះផលិតផលកសិផលក្នុងស្រុកយើងបន្ថែមទៀតមិនថាតែផលិតផលផ្លែសាវម៉ៅរបស់ចំការរបស់បងស្រីក៏ដូចជាផលិតផលផ្សេងទៀតនៅក្នុងខេត្តរបស់យើងដែលបងប្អូនយើងបានផលិតឡើងហ្នឹងគឺយើងអាចជួយគ្រប់គ្រងក្នុងការទិញយកទៅញ៉ាំអីចឹងទៅដូចនេះហើយសូមបងប្អូនសូមបន្តការគ្រប់គ្រងចំពោះផលិតផលកសិផលក្នុងស្រុកយើងបន្តទៀតសូមអរគុណសូមជម្រាបលា